តែខែឡានពូខ្វះមួយចេញបញ្ញាមួយចេញតោះមីងអើយមីងនៅផ្ទះអនអ្មីហ៎ចាមីងម៉ែក៏ឲ្យយកសឡូមកជូនមីងអរគុណច្រើនណាស់ណាក្មួយចាំជួយប្រាប់ម៉ែហ្នឹងថាមីងអរគុណណាពិសិដ្ឋមកដល់ហើយកូនបាទជំរាបសួរម៉ែលើកនេះមកលឿនរបស់គេយើពិសិដ្ឋឥឡូវមកដល់លឿនណានេះថាមានម៉ូតូថ្មីទេនោះទៅទិញមែនក្មួយហើយគ្នាមានលុយណាទិញគ្រប់ក្មួយគ្នាបងមលុះហ្នឹងណាបងមលុះហ៎មីងហើយបងមលុះនៅណាវិញគ្នាបងមលុះនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអធិភិផលហ្នឹងណាActive People ហើយស្គាល់តាមណាខ្ញុំទៅហាងម៉ូតូសួរព័ត៌មានអំពីការបងរំលោះហើយហាងក៏បានណែនាំទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអធិភិផលដែលជាដៃគូសហការបងរំលោះហើយគ្រាន់តែខ្ញុំដាក់ឯកសារទៅភ្លាមខាងគ្រឹះស្ថានគាត់សិក្សាទៅលើឯកសារនោះមិនតម្រូវឲ្យមានប្រាក់កក់អ្វីទេសំខាន់គឺមិនចំណាយពេលយូរទៀតផងមួយវិញទៀតបងរំលោះម៉ូតូនៅអធិភិផលគេមានអត្ថប្រយោជន៍ជាច្រើនដូចជាធ្វើផ្លាកលេខដោយឥតគិតថ្លៃចំពោះកាត់គ្រីដាក់ឈ្មោះខ្ញុំផ្ទាល់តែម្ដងហើយខ្ញុំក៏អាចមានឱកាសឈ្នះរង្វាន់សំសំណាងទៀតដែរអូហូលុយនេះបានម៉ូតូជិះស្រួលហើយមានអត្ថប្រយោជន៍ផ្សេងហើយមានឱកាសឈ្នះរង្វាន់ទៀតពិសិដ្ឋនិយាយចឹងពីណាមកមួយកូនអូភ្លេចម៉ែនេះជាពួកម៉ាក់ខ្ញុំគាត់ជាជនជាតិជប៉ុនខ្ញុំបានបបួលគាត់មកលេងស្រុកម្ដងហ្នឹងជំរាបសួរមីងនេះកាដូជូនមីងអរគុណច្រើនណាស់ណាក្មួយមានកាដូផ្ញើមីងទៀតនេះអញ្ចឹងកូនយកអីវ៉ាន់យកចូលក្នុងផ្ទះហ៎កូនបាទម៉ែអញ្ចឹងមីងខ្ញុំហៅលាទៅវិញណាមីងចាក្មួយអរគុណច្រើនណាស់ក្មួយណាសុខសប្បាយក្មួយចាម៉ែកូននាំមិត្តភក្តិជីដើរលេងក្នុងភូមិសិនហើយ